vừa chụp mà bong bồn tu sinh cái chân với nhảy không cầm thì cài làm mò sông cúm rồi có gà thật trong trời tại đằng nắng và đời xa ngàyนี้trong bát thằng pí này xong một thầy tổ phó đời xa miền cài dừa trao cả lá màu và dương thời cầm thì dương thời trôi mong một mũi cả lá tại đời ngàyนี้trong bát có miền phía cây lại chọc được vốnហើយលោកចន្ទរាក៏រៀងមកយើងតិចដែរក៏យើងរងចាំគ្នាចាំជុំគ្នាតែម្ដងបាទហើយក៏យើងឥឡូវនេះយើងសុំទោសដែរបាទសូមអភ័យទោសដល់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសដែលបានរងចាំទស្សនានៅកម្មវិធីរបស់យើងខ្ញុំបាទថ្ងៃនេះបាទខ្ញុំសូមជម្រាបថាថ្ងៃនេះខ្ញុំមានព័ត៌មានមួយពាក់ព័ន្ធនឹងនយោបាយបន្តិចបន្តួចដែរយើងដឹងហើយក្រោយពីការដែលការជំនួបកម្ពុជារបស់ថ្នាក់ដឹកនាំទាំងពីរបាទកាលពីថ្ងៃទី22នោះរហូតដល់មានកិច្ចព្រមព្រៀងគ្នាថានឹងបញ្ចូលប្រជុំសភាជាមួយគ្នាណាបាទហើយពេលនេះបាទយើងក៏បានទទួលព័ត៌មានពីមន្ត្រីជាន់ខ្ពស់របស់គណៈបកសង្គ្រោះជាតិបាទគឺមានប្រសាសន៍មកប្រាប់អ្នកសារព័ត៌មានទូទស្សន៍អ៊ីនធឺណិតរបស់ MJTV យើងខ្ញុំថាឥឡូវនេះគឺមេបកទាំងពីរបាទនឹងរៀបចំខ្លួនដើម្បីចូលទៅកលថ្វាយបង្គំបកូនគេហៅថាបកូនណាណាបាទគឺនៅថ្ងៃ24នេះដែរបាទនេះជាព័ត៌មានមួយដែលយើងទទួលបានពីមន្ត្រីជាន់ខ្ពស់របស់គណៈបកសង្គ្រោះជាតិណាបាទគឺបេក្ខហើយនឹងមានព័ត៌មានមួយទៀតគឺបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិនឹងអាចនឹងធ្វើសច្ចាប្រណិធាននៅថ្ងៃទី25ខែកក្កដាហើយជាអាចនឹងធ្វើណាបាទធ្វើសច្ចាប្រណិធាននៅថ្ងៃ27កក្កដានេះបាទសំទោសបាទនៅថ្ងៃ25កក្កដាមានថ្ងៃ27ទេបាទនៅថ្ងៃ25កក្កដាបាទហើយនៅទន្ទឹមនេះបាទក្រោយពីជំនួបកម្ពុជារវាងគណៈបកកម្ពុជានិងគណៈបកសង្គ្រោះជាតិហ្នឹងក៏ត្រូវបានគឺមានន័យថាមេបកសង្គ្រោះជាតិហ្នឹងគឺដែលមានអាដាមសំរងស៊ីនិងអាដាមកឹមសុខាហ្នឹងគឺត្រូវចូលកលព្រះមហាក្សត្របាទនៅវេលាម៉ោង4ល្ងាចថ្ងៃ24កក្កដានេះបាទនេះអ្វីដែលយើងបានទទួលព័ត៌មានណាបាទគឺមេដឹកនាំទាំងពីរនឹងម្ដងថាចូលទៅថ្វាយបង្គំព្រះមហាក្សត្របាទស្នើសុំយាងដើម្បីធ្វើជាព្រះរាជអធិបតីបាទមានន័យថាគណៈបកទាំងពីរគឺមានន័យថាមេដឹកនាំកម្ពុជាណាមិនមែនតែគណៈបកសង្គ្រោះជាតិទេគឺមេបកគឺមានសម្ដេចនាយកដែរណាទាំងមានន័យថាមេដឹកនាំកម្ពុជាទាំងពីរហ្នឹងគឺមានន័យថានឹងដើម្បីទៅថ្វាយបង្គំព្រះមហាក្សត្រដើម្បីយាងព្រះមហាក្សត្រមកគង់ជាប្រថាប់នៅពេលដែលធ្វើគេហៅថាឲ្យទទួលស្គាល់ស្នើសុំនៅធ្វើជាព្រះរាជអធិបតីសម្រាប់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិដែលចូលស្បត់អញ្ចឹងណាចូលស្បត់ចំពោះមុខព្រះភ័ក្ត្រព្រះមហាក្សត្រនៅថ្ងៃទី25ខែកក្កដានេះបាទនយោបាយបាទអញ្ចឹងមានន័យថាថ្ងៃនេះមេបាទថាថ្នាក់ដឹកនាំកម្ពុជារវាងរបស់គណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិណានឹងចូលទៅគាល់ព្រះមហាក្សត្រម៉ោង4ល្ងាចហ្នឹងបាទគឺថ្ងៃ24ហ្នឹងគឺដើម្បីអីគឺដើម្បីទូលថ្វាយព្រះមហាក្សត្រស្នើឲ្យព្រះមហាក្សត្រយាងទៅធ្វើអធិបតីភាពណាអធិបតីភាពដើម្បីឲ្យតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិដែលមិនទាន់បានស្បត់ចូលកាន់សភាណាចូលជាតំណាងរាស្ត្រហ្នឹងគឺសូមឲ្យព្រះអង្គហ្នឹងយាងទៅនៅថ្ងៃ25ថ្ងៃសុក្រហ្នឹងតែម្ដងបាទថ្ងៃស្អែកហ្នឹងបាទបើនេះគឺជាសម្ដីរបស់អាដាមឈៀងវ៉ាន់ជាមន្ត្រីជាន់ខ្ពស់របស់គណៈបកកម្ពុជាណាបាទហើយពេលហ្នឹងដែរអាដាមឈៀងវ៉ាន់ក៏បានលើកឡើងថាមេបកទាំងពីរនឹងទូលថ្វាយព្រះមហាក្សត្រអំពីលទ្ធផលនៃការប្រជុំប្រមាណ75ម៉ោងដែលឈៀងដល់កិច្ចព្រមព្រៀងណាបញ្ចប់វិបត្តិនយោបាយកាលពីថ្ងៃ22នេះបាទនេះជាកិច្ចនេះគឺជាកិច្ចព្រមព្រៀងរវាងគណៈបកទាំងពីរដែលគេហៅថាក្រោយពីការប្រជុំរួចហើយដោយការដែលជាប់គាំងនយោបាយ
ចិត្តមួយឆ្នាំណាបាទអញ្ចឹងមេបើគេថាដែលមានមេគេថាមេដឹកនាំកម្ពុជារបស់គណៈបកទាំងពីរហ្នឹងមានសម្ដេចតេជោហើយនឹងអាយដាមសំស៊ីនិងអាយដាមកឹមសុខាណានឹងចូលទៅថ្វាយបង្គំគាល់ដល់ព្រះមហាក្សត្របាទនេះបាទជាព័ត៌មានមួយដែលក្រោយពីគណៈបកទាំងពីរបានគេថាប្រជុំពិភាក្សាគ្នាដើម្បីរកដំណោះស្រាយណាដើម្បីរកដំណោះស្រាយការចាប់គាំងនយោបាយនៅប្រទេសកម្ពុជាហ្នឹងឥឡូវនេះគឺបានចេញជាលទ្ធផលមានកិច្ចព្រមព្រៀងណារវាងគណៈបកទាំងពីរហើយឥឡូវនេះឈានដល់មេដឹកនាំមានតែសម្ដេចតេជោហើយនឹងអាយដាមសំស៊ីអាយដាមកឹមសុខានឹងចូលទៅថ្វាយបង្គំព្រះមហាក្សត្រទៀតណាដើម្បីជំរុញការងារនយោបាយនៅប្រទេសកម្ពុជាយើងដែលស្ទះរយៈពេលថារាំងស្ទះរយៈពេល7ឆ្នាំណាធ្វើឲ្យប្រទេសជាតិយើងហើយធ្វើឲ្យការជាប់គាំងហ្នឹងបានដូចគេហៅបានដោះស្រាយយ៉ាងរលូនហើយឥឡូវនេះគឺកំពុងតែជំរុញធ្វើម៉េចឲ្យសមាជិកសភាទាំងអស់បានចូលអង្គុយក្នុងសភាតែមួយបាទនយោបាយលេងឲ្យមាននៅខាងក្រៅលេងមាននៅក្នុងហើយណាបាទនេះអ្វីដែលយើងមើលពីសកម្មភាពអញ្ចឹងយើងសង្ឃឹមថាក្រោយពីថ្នាក់ដឹកនាំកម្ពុជាទាំងបកទាំងពីរហ្នឹងគឺយើងសង្ឃឹមថាពេលដែលគាត់បានចូលទៅក្នុងអង្គុយក្នុងសភាណាបាទអញ្ចឹងយើងសង្ឃឹមថាភាពជោគជ័យណាភាពជោគជ័យនិងការរីកចម្រើនប្រទេសជាតិហ្នឹងគឺយើងសង្ឃឹមថានឹងបាននៅលទ្ធផលដ៏ល្អហើយធ្វើឲ្យប្រទេសជាតិយើងមានភាពរីកចម្រើនហើយនឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងមានភាពរីករាយហើយមានសេចក្តីសង្ឃឹមថាប្រទេសជាតិយើងនឹងមានការរីកចម្រើនហើយមានគេហៅថាសន្តិភាពណានឹងមានសន្តិភាពហើយមានសេដ្ឋកិច្ចនឹងគេហៅថានឹងទទួលនៅភាពគេហៅថារីកចម្រើនបាទនឹងការអភិវឌ្ឍនៃប្រទេសជាតិនឹងតែម្ដងបាទនេះជាព័ត៌មានមួយដែលអ្នកយកព័ត៌មានយើងនៅប្រចាំទូរទស្សន៍អ៊ីនធឺណិត MHA TV ហ្នឹងបានទទួលព័ត៌មានពីមន្ត្រីជាន់ខ្ពស់ពីខាងគណៈបកសង្គ្រោះជាតិនិងក៏មានបានទទួលពីគណៈបកប្រជាជនដែលមានអាយដាមឈឹងវុនណាបានមានប្រសាសន៍ថាមេបកទាំងពីរនិងមេដឹកនាំទាំងពីរហ្នឹងនឹងចូលគាល់ព្រះមហាក្សត្រថ្ងៃហ្នឹងណាហើយថ្ងៃស្អែកហើយខាងសមាជិកជាប់ឆ្នោតរបស់ខាងគណៈបកសង្គ្រោះជាតិនឹងចូលស្បត់កាន់តំណែងមានតែចូលស្បត់ដើម្បីកាន់តំណែងជាតំណាងរាស្ត្រនឹងចូលទៅក្នុងរដ្ឋសភាដើម្បីឲ្យមានគេហៅថាសភាស្របច្បាប់ណាឲ្យពេញលេញសមាជិកភាពទាំងអស់ណាបាទអញ្ចឹងនេះជាព័ត៌មានមួយដែលខ្ញុំបានទទួលព័ត៌មានហើយខ្ញុំសង្ឃឹមថាអ្វីនឹងប្រែคลายមកជាប្រក្តីហើយនឹងមានភាពជោគជ័យសប្បាយរីករាយទាំងអស់គ្នាបាទអញ្ចឹងនេះខ្ញុំអរគុណហើយបន្តទៅនេះសូមលោកចន្ទរាមេថាមានព័ត៌មានអីទេដើម្បីជម្រាបជូន